យុវជននិងការគ្រប់គ្រងលុយសេចក្តីផ្ដើមហេតុអ្វីយើងតែងតែគ្មានលុយសួស្តីបងប្អូននិងមិត្តយុវវ័យទាំងអស់គ្នាតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកធ្វើការកាន់តែយូរប្រាក់ខែក៏កាន់តែឡើងបានច្រើនគួរសមដែរតែដល់ក្រឡេកមើលលុយដែលសល់ក្នុងកាបូបហាក់ដូចជាមិនកើនសោះដើមខែសេដ្ឋីដល់ពាក់កណ្ដាលខែចាប់ផ្ដើមត្រាម៉ាគិតគូរវែងឆ្ងាយចុងខែញ៉ាំមីកញ្ចប់ថ្ងៃនេះយើងនឹងមិននិយាយទ្រឹស្ដីសេដ្ឋកិច្ចដ៏ស្មុគស្មាញដែលធ្វើឲ្យអ្នកទាំងអស់គ្នាស្ដាប់ហើយងុយដេកនោះទេយើងនឹងនិយាយពីច្បាប់នៃលុយដែលសាលារៀនមិនដែលបង្រៀនយើងតតែសោះប្រសិនបើអ្នកអាចមើលវីដេអូនេះដល់ចប់ហើយអនុវត្តតាមខ្ញុំហ៊ានធានាថាជីវិតហិរញ្ញវត្ថុរបស់អ្នកនៅ5ឆ្នាំខាងមុខនឹងផ្លាស់ប្ដូរទាំងស្រុងបញ្ហាសំខាន់របស់យុវជនយើងមិនមែនមកពីយើងរកលុយមិនបានទេតែមកពីយើងកំពុងរត់នៅលើកង់វើរបស់សត្វកណ្ដុរ Rat Race យើងខំរៀនដើម្បីបានការងារដើម្បីបានប្រាក់ខែបានប្រាក់ខែយកទៅបង់ថ្លៃផ្ទះថ្លៃទូរស័ព្ទថ្លៃដើរលេងពេលលុយអស់យើងក៏ត្រូវខំធ្វើការទៀតវត្តនេះវិលទៅវិលមកមិនចេះឈប់តោះមកហែកវត្តនេះចោលទាំងអស់គ្នាតាមរយៈជំហានទាំង4ខាងក្រោមនេះការផ្លាស់ប្ដូរផ្នត់គំនិតទ្រព្យសម្បត្តិនិងបំណុលមុននឹងយើងនិយាយពីរបៀបសន្សំយើងត្រូវនិយាយពីការចាយជាមុនសិនហេតុអ្វីមនុស្សមួយចំនួនកាន់តែចាយកាន់តែមានឯខ្លះទៀតកាន់តែចាយកាន់តែក្រចម្លើយគឺនៅត្រង់ពាក្យពីរម៉ាត់ការគ្រប់គ្រងទ្រព្យសម្បត្តិ asset និងការគ្រប់គ្រងបំណុល liability នេះជានិយមន័យសាមញ្ញបំផុតពីសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រ Rich Dad Poor Dad ទ្រព្យ asset គឺអ្វីក៏ដោយដែលដាក់លុយចូលក្នុងហោប៉ៅរបស់អ្នកឧទាហរណ៍ផ្ទះជួលដែលបង្កើតចំណូលភាគហ៊ុនដែលផ្ដល់ភាគលាភចំណេះដឹងដែលធ្វើឲ្យអ្នករកលុយបានច្រើនជាងមុនបំណុល liability គឺអ្វីក៏ដោយដែលដកលុយចេញពីហោប៉ៅរបស់អ្នកឧទាហរណ៍ទូរស័ព្ទដៃដែលទិញមកគ្រាន់តែលេងហ្គេមឡានដែលជិះសម្រាប់តែទៅធ្វើការបង់រំលោះរបស់របរប្រើប្រាស់កំហុសប្រចាំថ្ងៃរបស់យុវជននៅពេលយើងបានប្រាក់ខែដំបូងយើងតែងតែចង់ផ្ដល់រង្វាន់ឲ្យខ្លួនឯងយើងទៅទិញ iPhone ស៊េរីថ្មីបំផុតដោយបង់រំលោះពេលនោះយើងគិតថាវាជាទ្រព្យព្រោះវាថ្លៃប៉ុន្តែតាមពិតវាជាបំណុលព្រោះរាល់ខែអ្នកត្រូវដកលុយពីហោប៉ៅទៅបង់ថ្លៃរំលោះហើយតម្លៃទូរស័ព្ទនោះធ្លាក់ចុះជារៀងរាល់ថ្ងៃដំណោះស្រាយសម្រាប់អ្នកមានគេនឹងទិញទ្រព្យហើយប្រើទ្រព្យនោះដើម្បីបង្កើតលុយបន្ទាប់មកទើបយកលុយនោះទៅទិញរបស់របរវិញអ្នកក្រទិញរបស់របរភ្លាមដោយបង្កើតបំណុលសូមចាំថាកុំទិញរបស់ទំនើបដើម្បីឲ្យគេមើលមកថាអ្នកជាអ្នកមានតែត្រូវទិញទ្រព្យដើម្បីឲ្យអ្នកក្លាយជាអ្នកមានពិតប្រាកដការចាត់ចែងលុយរូបមន្ត50-30-20ឥឡូវយើងបានស្គាល់អ្វីដែលហៅថាទ្រព្យនិងអ្វីជាបំណុលហើយចុះបើប្រាក់ខែតិចតើត្រូវបែងចែកយ៉ាងម៉េចមនុស្សភាគច្រើននិយាយថាចាំមានលុយច្រើនចាំរៀនគ្រប់គ្រងខុសហើយអ្នកត្រូវចេះគ្រប់គ្រងទើបមានលុយច្រើនខ្ញុំសូមណែនាំរូបមន្តសកលលោកមួយគឺ50-30-20ដោយសន្មតថាអ្នករកបាន$100ក្នុងមួយខែ 50% ត្រូវចំណាយទៅលើតម្រូវការចាំបាច់$50នេះគឺសម្រាប់ជីវិតរស់រានថ្លៃផ្ទះថ្លៃទឹកភ្លើងថ្លៃអង្ករថ្លៃសាំងបើការចំណាយចាំបាច់របស់អ្នកលើសពី50%អ្នកត្រូវរកវិធីកាត់បន្ថយឬត្រូវរកចំណូលបន្ថែមជាបន្ទាន់30% ត្រូវចំណាយទៅលើការចង់បាននេះគឺជាលុយសម្រាប់គឺរសជាតិជីវិតកាហ្វេប្រេងដែលលេងចុងសប្តាហ៍ទិញខោអាវបញ្ហារបស់យុវជនគឺត្រង់នេះយើងតែងតែយកលុយ70% មកចាយកន្លែងនេះអ្នកត្រូវមានវិន័យកុំឲ្យលើស30% 20% ត្រូវដកទុកសម្រាប់សន្សំនិងវិនិយោគ$20នេះគឺហាមដកចាយដាច់ខាតវាជាលុយសម្រាប់អនាគតរបស់អ្នកវាជាលុយសម្រាប់សេរីភាពរបស់អ្នកគន្លឹះសំខាន់ប្រយ័ត្នការចាយវីតូចតាច
កាហ្វេមួយកែវតម្លៃ $2.5 មើលទៅតិចណាស់តែបើញ៉ាំរាល់ថ្ងៃមួយខែអ្នកនឹងចាយអស់$75មួយឆ្នាំអស់$900លុយ$900នេះអាចយកទៅវិនិយោគបង្កើតអាជីវកម្មតូចមួយបានមូលនិធិសង្គ្រោះបន្ទាន់អាវក្រោះការពារហានិភ័យតើនឹងមានរឿងអ្វីកើតឡើងបើថ្ងៃស្អែកក្រុមហ៊ុនបញ្ឈប់ការងារអ្នកឬម៉ូតូខូចកណ្ដាលផ្លូវត្រូវប្តូរម៉ាស៊ីនឬសមាជិកគ្រួសារឈឺធ្ងន់បើគ្មានលុយបម្រុងទេអ្នកនឹងរត់ទៅរកការខ្ចីបុលឬលក់របស់របរនេះគឺជាចំណុចចាប់ផ្ដើមនៃសោកនាដកម្មហិរញ្ញវត្ថុដូច្នេះមុននឹងយកលុយទៅវិនិយោគឬទិញអ្វីធំដុំអ្នកត្រូវតែមានមូលនិធិសង្គ្រោះបន្ទាន់ដែលភាសាអង់គ្លេសហៅថា Emergency Fund តើត្រូវមានប៉ុន្មានសម្រាប់មូលនិធិសង្គ្រោះបន្ទាន់នេះយ៉ាងហោចណាស់3ទៅ6ខែនៃចំណាយប្រចាំខែរបស់អ្នកឧទាហរណ៍បើមួយខែអ្នកចាយអស់$300អ្នកត្រូវមានលុយសុទ្ធក្នុងកុងធនាគារយ៉ាងតិច$900ទៅ$1,800តើលុយទាំងនោះគួរទុកនៅណាគឺត្រូវទុកក្នុងគណនីសន្សំដែលមានការប្រាក់ខ្ពស់ Savings Account តែយើងអាចដកលុយបានពេលចាំបាច់ណាមួយត្រូវអនុវត្តតាមច្បាប់ដែលថែបគឺលុយនេះដកបានតែក្នុងករណីស្លាប់រស់ឬអត់បាយប៉ុណ្ណោះទូរស័ព្ទចេញស៊េរីថ្មីមិនមែនជាករណីបន្ទាន់ទេវេទមន័យសមាសធាតុការប្រាក់ផ្លូវឆ្ពោះទៅរកភាពមានបានមកដល់ចំណុចដែលរំភើបបំផុតនេះគឺជារបៀបដែលអ្នកមានគេប្រើលុយដើម្បីបង្កើតលុយនោះគឺសមាសធាតុការប្រាក់ Compound Interest Albert Einstein ធ្លាប់ពោលថាសមាសធាតុការប្រាក់គឺជាអច្ឆរិយវត្ថុទី8របស់ពិភពលោកអ្នកណាដែលយល់ពីវានោះនឹងរកបានពីវាអ្នកណាមិនយល់នឹងត្រូវបង់ឲ្យវាតោះមើលឧទាហរណ៍នេះយុវជន A ចាប់ផ្ដើមពីអាយុ20ឆ្នាំគាត់សន្សំ$100ក្នុងមួយខែដាក់វិនិយោគបានការប្រាក់ 10% ក្នុងមួយឆ្នាំគាត់សន្សំ10ឆ្នាំដល់អាយុ30គាត់ឈប់ដាក់លុយចូលតែទុកលុយនោះឲ្យវិលការប្រាក់រហូតដល់អាយុ60ឆ្នាំយុវជន B ចាប់ផ្ដើមពីអាយុ30ឆ្នាំគាត់សន្សំ$100ដូចគ្នាការប្រាក់ដូចគ្នាគាត់សន្សំរហូតដល់អាយុ60ឆ្នាំគឺសន្សំ30ឆ្នាំពេញអ្នកទីមើលថាតើអ្នកណាមានលុយច្រើនជាងនៅពេលអាយុ60ចម្លើយគឺយុវជន A ទោះគាត់ដាក់លុយតែ10ឆ្នាំក៏លុយគាត់កើនច្រើនជាងយុវជន B ដែលដាក់លុយ30ឆ្នាំហេតុអ្វីព្រោះគាត់មានពេលវេលាសមាសធាតុការប្រាក់ត្រូវការពេលវេលាដើម្បីឲ្យការប្រាក់បង្កើតការប្រាក់សារសម្រាប់អ្នកកុំចាំដល់មានលុយ$10000ទើបវិនិយោគចាប់ផ្ដើមពី$10ឬ$20ថ្ងៃនេះដាក់ក្នុងគណនីមានការកំណត់ Fixed Deposit ភាគហ៊ុន Stocks ឬចលនាទ្រព្យរួមឲ្យតែចាប់ផ្ដើមពេលវេលានឹងជួយអ្នកសេចក្តីសន្និដ្ឋាននិងជំហានបន្ទាប់សរុបមកវិញការគ្រប់គ្រងហិរញ្ញវត្ថុមិនមែនជារឿងពិបាកទេតែវាទាមទារវិន័យថ្ងៃនេះខ្ញុំមានសំណូមពរមួយសម្រាប់អ្នកសូមដកទូរស័ព្ទមកហើយឆែកមើលគណនីធនាគាររបស់អ្នកបែងចែកលុយចេញជា3ផ្នែក50 30 20ចាប់ពីខែនេះទៅបើអ្នកមានបំណុលអាក្រក់ដូចជាបំណុលទិញសម្ភារៈសូមប្តេជ្ញាចិត្តសងវាឲ្យអស់លឿនបំផុតកុំភ្លេចថាអ្នកមិនចាំបាច់ឆ្លាតដូច Einstein ទើបអាចក្លាយជាសេដ្ឋីទេអ្នកគ្រាន់តែត្រូវការចាប់ផ្ដើមឲ្យបានលឿននិងមានវិន័យជាងអ្នកដទៃប៉ុណ្ណោះសូមអរគុណសម្រាប់ការទស្សនាបើយល់ថាវីដេអូនេះមានប្រយោជន៍កុំភ្លេច share ទៅកាន់មិត្តភ័ក្តិដែលចូលចិត្តចាយលុយអស់រាល់ខែផងជួបគ្នានៅវីដេអូក្រោយសូមសំណាងល្អ